ដូរតាមបានរៀនពីសិលធម៌និងការរស់នៅរួមគ្នាដែលជាហេតុអាចបង្កឲ្យមានការឆ្លងប្រកែកគ្នាការប្រើអំពើហិង្សានិងការបែកបាក់គ្នានៅក្នុងសង្គមជាក់ស្ដែងនៅក្នុងសង្គមបច្ចុប្បន្នមានឪពុកម្ដាយមួយចំនួនដែលខ្វះចំណេះដឹងដែលបង្អស់ពីការសិក្សាការរៀនសូត្រនិងការអប់រំរបស់កូនជាលទ្ធផលកូនអាចបោះបង់จากការសិក្សាមិនខិតខំប្រឹងប្រែងរៀនសូត្រនិងលាក់ចោលក្នុងបញ្ហាសង្គមនានាចំណែកឯសង្គមដែលមានប្រជាជនខ្វះចំណេះដឹងដែលសម្បូរទៅដោយការប្រើអំពើហិង្សាការកាត់គ្រោះថ្នាក់និងបាត់បង់នូវសន្តិភាពអវិជ្ជាក៏ធ្វើឲ្យសង្គមបាត់បង់ការអភិវឌ្ឍព្រោះបាត់បង់ធនធានមនុស្សមានគុណភាពនិងការចូលរួមក្នុងមតិយោបល់ពីប្រជាពលរដ្ឋសរុបសេចក្តីមកអវិជ្ជាពិតជាមានផលប៉ះពាល់ធ្ងន់ធ្ងរដល់មនុស្សអ្នកនិងជាឧបសគ្គដ៏ធំមួយក្នុងការអភិវឌ្ឍមនុស្សគ្រួសារនិងសង្គមក្នុងនាមខ្ញុំជាសិស្សានុសិស្សមួយរូបត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រកុំបោះបង់ចោលការសិក្សាស្រឡាញ់ការសិក្សាពង្រឹងនិងពង្រីកចំណេះដឹងសិលធម៌សុជីវធម៌ឲ្យបានជានិច្ចដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិប្រទេសណាមួយដែលមានប្រជាជនមាននៅចំណេះដឹងសិលធម៌សុជីវធម៌និងវិន័យប្រទេសនោះដែលមានការអភិវឌ្ឍមានសន្តិភាពនិងមានកិត្តិយសលើឆាកអន្តរជាតិជាចុងក្រោយខ្ញុំបានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់លោកនាយកនាយិកាគណៈកម្មការលោកគ្រូអ្នកគ្រូនិងភ្ញៀវកិត្តិយសទាំងអស់ជាពិសេសសិស្សានុសិស្សដែលបានចំណាយពេលមានតម្លៃមកស្ដាប់ទៅលើការធ្វើបទបង្ហាញរបស់ខ្ញុំបាទបើគណៈកម្មការមានជំនាញអាចចាត់ជាសំណួរមកខ្ញុំបាទសូមអរគុណនិងសូមអរគុណចាជំរាបសួរតុលាវីរបុត្រជំរាបសួរអ្នកគ្រូចាកូនបានឡើងមកប្រកួតនឹងប្រហែលដងហើយកូនច្រើនដងហើយបាទអ្នកគ្រូចាមកកូនថាបានប្រហែលដងឡើងរាល់ឆ្នាំដែរឡើងរាល់ឆ្នាំហើយអ្នកគ្រូក៏ធ្លាប់ឃើញកូនទៅប្រកួតនៅ AQ រាល់ឆ្នាំដែរត្រូវអត់បាទចាហើយចំណុចពិសេសដែលអ្នកគ្រូមើលឃើញពេលដែលកូនបកស្រាយប្រធានបទអ្នកគ្រូឃើញកូនញញឹមរហូតតែពេលយ៉ាងហ្នឹងគណៈកម្មការនឹងឲ្យកូនឆ្លើយសំណួរប៉ុន្តែឲ្យញញឹមទេធ្វើមុខកញ្ញើដល់គណៈកម្មការអានអត់ធ្វើបានអត់អត់បានទេអត់បានអ្នកគ្រូដល់បន្ទូលណាធ្វើញញឹមតែអ្នកគ្រូរហូតចាអញ្ចឹងកុំឲ្យខាតពេលអ្នកគ្រូសូមធ្វើការសួរសំណួរទៅកាន់កូនតែម្ដងណាអញ្ចឹងសំណួរប្រធានបទរបស់កូនគឺផលប៉ះពាល់នៃអវិជ្ជាអញ្ចឹងអ្នកគ្រូចង់សួរថាតើអវិជ្ជាមានន័យដូចម្ដេចសូមអរគុណគណៈកម្មការសម្រាប់ជំនួយដល់អ្នកត្រេមនេះដែលហៅថាអវិជ្ជាគឺជាសេចក្តីលំផ្លូវការខ្វះចំណេះដឹងការខ្វះការយល់ដឹងនិងការមិនស្គាល់អ្វីដែលត្រឹមត្រូវតាមហេតុផលសូមអរគុណចាអរគុណកូនសម្រាប់ចំណាយតែគឺណាអ្នកគ្រូថាឲ្យនិយាយដោយមុខក្រញើចាអញ្ចឹងអ្នកគ្រូសូមបន្តសំណួរមួយទៀតអ្នកគ្រូចង់សួរថាតើយុវជនគួរធ្វើដូចម្ដេចដើម្បីជៀសវាងអវិជ្ជាសូមអរគុណគណៈកម្មការសម្រាប់ជំនួយដល់អ្នកអត្រេមនេះយុវជនដើម្បីក្នុងការជៀសវាងនៅអំពើអវិជ្ជាយើងត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រកុំបោះបង់ចោលការសិក្សាស្រឡាញ់ការសិក្សាពង្រឹងពង្រីកចំណេះដឹងសិលធម៌សុជីវធម៌ត្រូវខិតខំប្រឹងប្រែងអានសៀវភៅនិងគោរពឪពុកម្ដាយលោកគ្រូអ្នកគ្រូឲ្យបានល្អសូមអរគុណចាអរគុណកូនអ្នកគ្រូជូនដល់កូនជោគជ័យណាកូនណាកូនអាចសម្រាប់បានសូមអរគុណសូមអរគុណដល់អូនវរៈបុត្រលោកគ្រូអ្នកគ្រូនិងភ្ញៀវកិត្តិយសទាំងអស់ជាទីគោរពសួស្តីដល់សិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់និងជាទីរាប់អានខ្ញុំបាទធ្វើទីសុភ័ត្រាជាសិស្សថ្នាក់ទី6កនៃសាលាវិទ្យាសាខាទី12ថ្ងៃនេះដែរខ្ញុំបាទពេជ្រមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលមានឱកាសចូលនៅទីនេះដើម្បីធ្វើការបកស្រាយទៅលើប្រធានបទដ៏មានខ្លឹមសារមួយគឺសន្តិភាពគឺជាគ្រឹះក្នុងការអនុវត្តសង្គមជាតិកណ្ដាលថាប្តីជាទីគោរពមុននឹងឈានដល់ការបកស្រាយប្រធានបទខាងលើឲ្យកាន់តែស៊ីជម្រៅបន្ទុកដល់ទៀតនោះអនុញ្ញាតឲ្យខ្ញុំបាទបកស្រាយនៅពេលកលឹះមួយចំនួនជាមុនសិនបើយើងទៅតាមវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជជួនណាពាក្យថាសន្តិភាពមានន័យថាភាពស្ងប់ការសិក្សាស្រាលនឹងភ្លើកាយនិងភ្លើចិត្តពាក្យថាគ្រឹះមានន័យថាជាមូលដ្ឋានបង្អែកត្រង់អ្វីមួយឲ្យមានភាពរឹងមាំរីឯពាក្យថាអភិវឌ្ឍមានន័យថាការកសាងអ្វីមួយឲ្យកាន់តែរីកចម្រើនទៅដូចនេះនៃរបស់ប្រធានខាងលើចង់មានន័យថាទីណាដែលមានសន្តិភាពទីនោះនឹងមានការអភិវឌ្ឍជាមិនខានយោងតាមខ្លឹមសារនៃទស្សនៈខាងលើបានបញ្ជាក់ថាសន្តិភាពគឺជាគ្រឹះយ៉ាងធំធេង
ផ្សេងមួយនៅក្នុងការអភិវឌ្ឍសង្គមជាតិយើងដឹងហើយថាទីណាមានសន្តិភាពគឺមានទាំងសន្តិភាពនយោបាយសន្តិភាពប្រកដែសន្តិសុខសាធារណៈសន្តិសុខស្បៀងនិងសន្តិសុខផ្លូវចិត្តសន្តិភាពនយោបាយមានន័យថាគឺជាការគ្មាននៅវិបត្តិនយោបាយនៅក្នុងប្រទេសសន្តិភាពប្រកដែសមានន័យថាគឺជាប្រកដែសដែលគ្មាននៅវិបត្តិនយោបាយបរទេសប្រកដែសខ្លះជាតំបន់នៃការអភិវឌ្ឍសន្តិសុខសាធារណៈមានន័យថាគឺជាសង្គមជាតិមួយដែលគ្មាននៅភាពចលាចលទៅដល់ទីណាក៏សុខសប្បាយសន្តិសុខស្បៀងមានន័យថាគឺជាភាពក្រីក្រឆ្ពោះទៅរកកម្រិតអបអរិមាបងមានគម្លាតថ្នាក់ទៅរវាងអ្នកក្រនិងអ្នកមានសន្តិសុខផ្លូវចិត្តមានន័យថាគឺជាសិទ្ធិសេរីភាពឬលទ្ធិប្រជាធិបតេយ្យក្នុងករណីដែលសិទ្ធិសេរីភាពឬលទ្ធិប្រជាធិបតេយ្យចូលបានបន្តដឹកពង្រាយតាមនីតិវិធីរបស់រដ្ឋនៅសន្តិសុខផ្លូវចិត្តពិតជាមានយ៉ាងពិតប្រាកដមែនទោះមិនបានលម្អិតតាមបែបសាសនាក៏ដោយបើប្រទេសទីមួយជួបនៅអសន្តិសុខហើយប្រទេសទៀតនោះនឹងមិនអាចអភិវឌ្ឍបាននោះទេជាតែហើយក៏បើយើងក្រឡេកទៅមើលអតីតកាលក្នុងកំឡុងឆ្នាំ1975ដល់1979របស់កម្ពុជាប្រជាធិបតេយ្យប៉ុលពតសន្តិសុខផ្លូវចិត្តនិងសន្តិភាពនយោបាយបានធ្លាក់ដល់កម្រិតសូន្យមានតែការកាប់សម្លាប់កំពុងឈាមដល់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទតើសួរថាប្រទេសជាតិនោះអាចអភិវឌ្ឍបានដែរឬទេច្បាស់ណាស់គឺមិនអាចអភិវឌ្ឍបាននោះទេប៉ុន្តែក្នុងសម័យបច្ចុប្បន្នក្រៅការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកបានខិតខំជួយដោះស្រាយបញ្ហាជីវភាពភូមិជាពិសេសធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមស្រុករំលាកសាងហេដ្ឋារចនាសម្ព័ន្ធតួយ៉ាងបើយើងក្រឡេកទៅមើលអគារធំៗខ្ពស់ៗដែលកំពុងតែរីកដុះដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសដូចជាអគារវឌ្ឍនៈអគារកាណាឌីយ៉ាវិមានសន្តិភាពពហុកលាដ្ឋានជាតិមរតកដែលចូលដែលស្ថិតលើហើយថៃស្នាក់មានអាកាសចាប់ថៅសាលារៀនមន្ទីរពេទ្យទាំងនេះសុំតែកាត់ឡើងមកពីសន្តិភាពឆ្លងតាមការរៀបរាប់ខាងលើនេះបានបញ្ជាក់ថាសន្តិភាពពិតជាគ្រឹះក្នុងការអភិវឌ្ឍសង្គមជាតិយ៉ាងពិតប្រាកដមែនមានសន្តិភាពទៅមានអ្វីៗគ្រប់បែបយ៉ាងមានសន្តិភាពទៅមានថ្ងៃនេះមានសន្តិភាពទៅប្រទេសជាតិអាចអភិវឌ្ឍបានដោយស្របតាមពាក្យស្លោកមួយលើកឡើងថាមានសន្តិភាពមានការអភិវឌ្ឍក្នុងនាមខ្ញុំជាពលរដ្ឋរបស់ជាតិខ្មែរខ្ញុំបានសូមបដិញ្ញាចិត្តថារក្សាសន្តិភាពឲ្យបានគង់វង្សជានិរន្តរ៍ជាចុងក្រោយខ្ញុំបានសូមធ្វើការជូនពរដល់គណៈកម្មការលោកគ្រូអ្នកគ្រូលោកកិត្តិយសទាំងអស់ឲ្យជួយតែពុទ្ធបុត្រទៅគួរប្រការគឺអាយុវណ្ណៈសុភៈពលៈដើម្បីគ្រាគ្រាឡើងបើសិនជាគណៈកម្មការមានចម្ងល់អាចចូលជាបទសំណួរមកកាន់ខ្ញុំបាទបានសូមអរគុណ ចាជំរាបសួរសុភ័ត្រាបាទជំរាបសួរអ្នកគ្រូ ចាថៃយាយមុន អត់ ហត់អត់ ហត់ ចាមកឃើញសភាពនិយាយនេះដូចមានអារម្មណ៍ថាហត់ហើយត្រឹមពេកមែន បាទ ចាអរគុណចាសម្រួលអារម្មណ៍ឈប់ខាត់ចាំឆ្លើយសំណួរអ្នកគ្រូចំនួន2សំណួរ បាទអ្នកគ្រូ ចាអញ្ចឹងប្រធានបទរបស់កូនសន្តិភាពជាគ្រឹះក្នុងការអភិវឌ្ឍ សង្គមជាតិ សង្គមជាតិអញ្ចឹងណាចាអញ្ចឹងអ្នកគ្រូចង់ឲ្យកូនពន្យល់ប្រធានបទរបស់កូននឹងតិចណាតើសន្តិភាពជាគ្រឹះក្នុងការអភិវឌ្ឍសង្គមជាតិនឹងមានន័យដូចម្ដេច អរគុណគណៈកម្មការសម្រាប់សំណួរដ៏មានអត្ថន័យមួយនេះពាក្យថាសន្តិភាពគឺជាគ្រឹះក្នុងការអភិវឌ្ឍសង្គមជាតិមានន័យថានៅពេលដែលប្រទេសជាតិមួយមាននៅសន្តិភាពប្រជាជនអាចរស់នៅដោយមានសុខដុមរមនាមានសេរីភាពនិងមានសមត្ថភាពអាចរៀនសូត្រប្រកបរបរតាមជំនាញរៀនខ្លួនរដ្ឋាភិបាលអាចកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់បានសូមអរគុណ ចាអរគុណច្រើនសំណួរទី2តើសន្តិភាពបានផ្ដល់មកយើងនៅអ្វីខ្លះ អរគុណគណៈកម្មការសម្រាប់សំណួរដ៏មានអត្ថន័យមួយនេះសន្តិភាពបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់មនុស្សយើងផ្ដល់ជាសុវត្ថិភាពផ្ដល់ជាសុវត្ថិភាពក្នុងការរៀនសូត្រក្នុងការធ្វើប្រកបរបរជាដើមសូមអរគុណ តែប៉ុណ្ណឹងទេណាមានអីបន្ថែមទៀតអត់ រដ្ឋាភិបាលអាចកសាងហេដ្ឋារចនាសម្ព័ន្ធដែលធ្វើឲ្យសេដ្ឋកិច្ចក្នុងប្រទេសនីមួយៗរីកចម្រើន ចាអរគុណច្រើនជូនពរជោគជ័យ បងអ្នកគ្រូ ចាអរគុណអូនទីសុភ័ត្រាបាទដែលបានឡើងបកស្រាយយ៉ាងខុសបាយនៅក្នុងដៃរបស់អ្នកខ្ញុំហើយប្រសិនបើបងប្អូនបេក្ខជនបេក្ខនារីលើកឈ្មោះសូមអូនឡើងមកមុខមួយជំហានដើម្បីកុំឲ្យខាត់ពេលវេលាយូរចំពោះលទ្ធផលក្រុមទី2ថ្នាក់ទី4សូមអបអរសាទរ
ដែរដោយសារតែមានបេក្ខជនហើយនឹងបេក្ខនារីសូមអបអរសាទរបងដែលមានឈ្មោះថារីចាំសុខាចាសសូមអបអរសាទរបងជាបន្តទៅទៀតនេះក្រុមទី2ដែលស្ថិតនៅក្នុងថ្នាក់ទី6សូមអបអរសាទរបងដែលមានឈ្មោះថាបងតូឡាវីរៈបងចាជាវិទ្យាករនេះខ្ញុំសូមអនុញ្ញាតគោរពអាណព្យាបាលរបស់បញ្ជនបេក្ខនារីរបស់យើងក៏ដូចជាសូមគោរពបញ្ជូនក៏ដូចជាស្វាគមន៍ដល់លោកស្រីយិនសុខានាយិកាតំបន់ផ្នែកវិទ្យាសាស្ត្រភាសាខ្មែរដើម្បីឡើងវេទិកាដើម្បីផ្ដល់ជាជ័យលាភីក៏ដូចជាពានរង្វាន់ដល់ពួកអូនផងដែរចាសូមគោរពបញ្ជូនដើម្បីកុំឲ្យខាត់ពេលវេលាយូរចំពោះលទ្ធផលក្រុមទី2ថ្នាក់ទី4សូមអបអរសាទរអូនដែលមានឈ្មោះថានៅថ្នាក់ទី5សូមអបអរសាទរចា៎បេក្ខជនក៏បេក្ខនារីដែរដោយសារតែមានបេក្ខជនហើយនឹងបេក្ខនារី